បាទនេះជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំង AFP បានរាយការណ៍ថាប្រទេសកម្ពុជាបានចោទប្រកាន់ប្រទេសថៃណាការចោទប្រកាន់នេះធ្វើឡើងនៅថ្ងៃច័ន្ទនេះថាថៃបានវាយប្រហារចូលជ្រៅចូលទៅក្នុងទឹកដីរបស់ខ្លួនដោយទម្លាក់គ្រាប់បែកនៅក្នុងខេត្តមួយដែលជាខេត្តដែលមានប្រាសាទអង្គរវត្តហើយគឺជាទីតាំងដែលបានតាក់ទាញទេសចរឲ្យមកទស្សនាប្រទេសកម្ពុជាបាទហើយនេះគឺជាការវាយប្រហារដែលធ្វើឡើងដោយសារមានទំនាស់ដែលបានផ្ទុះឡើងថ្មីនេះការវាយប្រហារកាលពីខែកក្កដាអស់រយៈពេល5ថ្ងៃគឺបានសម្លាប់ប្រជាពលរដ្ឋអស់រាប់សិបនាក់មុនពេលដែលកិច្ចព្រមព្រៀងជប់បាញ់គ្នាទៅបានសម្រេចដោយមានការចូលរួមសម្របសម្រួលហើយបន្ទាប់ពីការឆ្លោះប្រកែកគ្នាដោយមានភាពតានតឹងនៅតាមព្រំដែនអស់រយៈពេលជាច្រើនខែនៅតាមបណ្ដោយព្រំដែនដែលមានចំនួនរវាងប្រទេសទាំងពីរហើយបានឈានទៅដល់ការប្រយុទ្ធគ្នាប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនការវាយប្រយុទ្ធគ្នាជាថ្មីរវាងប្រទេសជិតខាងនៅតំបន់អាស៊ីអាគ្នេយ៍ទាំងពីរនេះនៅក្នុងខែនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន31នាក់នៅក្នុងនោះមានទាំងយោធានិងជនស៊ីវិលផងដែរហើយបានធ្វើឲ្យប្រជាពលរដ្ឋប្រមាណជា80,000នាក់បានភៀសសឹកចេញពីលំទៅឋាននេះបើតាមមន្ត្រីបាននិយាយហើយនៅមុននេះបន្តិចនេះខ្ញុំសូមបន្ថែមគឺអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាគឺលោកប៉ែនបូណាបានថ្លែងថានៅខាងពីកម្ពុជាគឺមានរហូតដល់40,000នាក់ហើយចឹងបានន័យថាទាំងសងខាងគឺចំនួនស្មើគ្នាក្នុងគណៈពេលដែលកម្ពុជាជាប្រទេសតូចជាងភាគីទាំងសងខាងបានស្ដីបន្ទោសគ្នាទៅវិញទៅមកថាជាអ្នកដែលនាំឲ្យមានការច្បាំងគ្នានេះដោយអះអាងរៀងខ្លួនថាគឺជាការមួយដែលធ្វើឡើងដើម្បីការពារខ្លួនតែប៉ុណ្ណោះហើយបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការវាយប្រហារទៅលើជនស៊ីវិលប្រទេសកម្ពុជាដែលមានអាវុធតិចជាងហើយនឹងមានការចំណាយទៅលើវិស័យយោធាតិចជាងទីក្រុងបាងកកនោះបាននិយាយថាកងកម្លាំងថៃបានពង្រីកការវាយប្រហារចូលជ្រៅចូលទៅក្នុងទឹកដីរបស់ខ្លួននៅថ្ងៃច័ន្ទនេះក្រសួងការពារជាតិរបស់កម្ពុជាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្តហោះចម្បាំងរបស់ថៃបានទម្លាក់គ្រាប់បែកនៅជិតជំរំជនភៀសសឹករបស់កម្ពុជាដែលនៅតំបន់ស្រែស្នាមស្រុកស្រែស្នាមនៅក្នុងខេត្តសៀមរាបតំបន់នេះគឺមានទីតាំងមិនដល់2ម៉ោងទេបើសិនជាបើករថយន្តពីប្រាង្គប្រាសាទអង្គរវត្តហើយគឺជាកន្លែងដែលមានការតាក់ទាញទេសចរយ៉ាងខ្លាំងហើយជាទីដែលកំណត់ការពារជាបេតិកភណ្ឌរបស់អង្គការ UNESCO ផងដែររដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជាលោកណេតភក្ត្រាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថានេះគឺជាការមួយដែលបង្កើនចូលបន្ថែមទៀតដោយយោធាថៃដែលពីប្រហារចូលជ្រៅចូលទៅក្នុងទឹកដីរបស់កម្ពុជាក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាជាថ្មីឡើងវិញដែលគឺជាការមួយចូលរំលោភរហូតដល់70គីឡូម៉ែត្រពីតំបន់នៅព្រំដែនដែលមានចំនួនលោករដ្ឋមន្ត្រីបាននិយាយថានេះគឺជាលើកទី1ផងដែរដែលយោធាថៃប្រើប្រាស់ការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ក្នុងខេត្តសៀមរាបការទម្លាក់គ្រាប់បែកនេះបានបង្ខំឲ្យមនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីលំនៅឋានដើម្បីទៅជំរុំជនភៀសសឹកនេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីប្រទេសកម្ពុជាបានពឹងផ្អែកយ៉ាងខ្លាំងក្លាផងដែរទៅលើវិស័យទេសចរដែលគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលបានរងផលប៉ះពាល់ក្នុងពេលកន្លងមកដោយសារតែជំងឺ Covid-19 ទេសចរដែលបានអញ្ជើញទៅប្រទេសកម្ពុជាកាលពីឆ្នាំមុនបានឡើងរហូតដល់6.7 លានដែលជាចំនួនប្រចាំឆ្នាំខ្ពស់ជាងគេបំផុតនេះបើតាមទិន្នន័យរបស់ក្រសួងទេសចរក៏ប៉ុន្តែការមកដល់របស់ទេសចរនៅចន្លោះពីខែកក្កដាដល់ខែកញ្ញានៅឆ្នាំនេះគឺបានធ្លាក់ចុះបាទគឺជាការធ្លាក់ចុះមួយបើធៀបទៅនឹងឆ្នាំ2019ដែលជាឆ្នាំមុនពេលដែលមានជំងឺ Covid-19
បាទហើយសារព័ត៌មានបានរាយការណ៍បន្ថែមទៅដល់អំពីផលប៉ះពាល់នៃទៅលើវិស័យទេសចរដោយបានសម្ភាសអ្នកដែលធ្វើការងារអាជីវកម្មខាងវិស័យទេសចរផងដែរហើយនៅបញ្ចប់នេះគឺសារព័ត៌មាន AFP ក៏បានរៀបរាប់ពីសារបានពីដំណើរដើមតងរឿងតាក់ទងជាមួយនឹងការខិតខំរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការខិតខំឲ្យមានបទជប់បាញ់គ្នាជាថ្មីឡើងវិញនេះបាទអញ្ចឹងខ្ញុំសូមបញ្ចូលលម្អិតកន្លែងហ្នឹងទេគឺសូមបញ្ចប់ AFP ប៉ុណ្ណឹងឥឡូវនេះសូមជូនបច្ចុប្បន្នភាពពីក្រសួងការពិជាតិរបស់កម្ពុជាប្រិមិត្តខ្ញុំជឿថាបានទៅស្ដាប់ដោយផ្ទាល់បានទៅអានដោយផ្ទាល់ហើយនេះគឺជាការសង្ខេបដែលក្រសួងការពិជាតិរបស់កម្ពុជាបានចេញក៏ប៉ុន្តែខ្ញុំមិនអានទាំងស្រុងទេខ្ញុំគ្រាន់តែអានដើម្បីឲ្យប្រិមិត្តបានដឹងថាតើគោលដៅណាខ្លះដែលថៃវាយប្រហារហើយអាវុធធនណាខ្លះដែលថៃវាយប្រហារហើយនឹងពេលវេលាបាទមិនជូនពេលវេលាប្រិមិត្តអាចទៅអានដោយផ្ទាល់ផងដែរអញ្ចឹងបើតាមសេចក្តីសង្ខេបស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជាថៃដែលក្រសួងការពិជាតិរបស់កម្ពុជាបានផ្ដល់ចាប់ពីម៉ោង00រហូតដល់ម៉ោង17នាទីនេះបាទប្រិមិត្តមួយចំនួនប្រហែលជាចាប់ផ្ដើមយល់ហើយពីព្រោះនៅក្នុងម៉ោងទាហានគេប្រើម៉ោងគេហៅថា24 hour clock បាទគឺបានន័យថាម៉ោង24បាទដើម្បីកុំឲ្យសួរថាតើព្រឹកឬល្ងាចបើកាលណាយើងនិយាយថាម៉ោង5គេសួរ5ល្ងាច5ព្រឹកដល់ពេលដាក់ម៉ោង17យើងដឹងអាហ្នឹងម៉ោងល្ងាចហើយណាបាទទាហានគេប្រើពាក្យអញ្ចឹងបាទហើយម៉ោង2ដល់10យប់ហ្នឹងគេប្រើម៉ោង00ហើយបាទហើយក្បួនទាហានក៏គេអញ្ចឹងដែរគេថាអូវាយប្រហារនៅទិសខាងលើមកអញ្ចឹងគេថា12 o'clock ទិសនៅឆ្វេងដៃចេះគេថាអី10 o'clock ហ្នឹងគេថា look 10 o'clock អញ្ចឹងគេអត់មានប្រើតែឆ្វេងដៃមើលខាងនេះអីទេហ្នឹងគេគាត់តែប្រើពាក្យថា look at 3 o'clock បាទអញ្ចឹងបានទិសវាទៅចេះមកអញ្ចឹងបាទក្បួនទាហានគេមានខ្ញុំមិនដឹងថានៅខ្មែរគេប្រើអញ្ចឹងអត់តែខ្ញុំនិយាយពីតាមអ្វីដែលខ្ញុំឮពីខាងទាហានអាមេរិកបាទសំទោសណាបាទបើតាមការសង្ខេបរបស់ខាងក្រសួងការពិជាតិហ្នឹងគឺខ្ញុំសូមជូនសង្ខេបផងគឺក្រសួងការពិជាតិបានឲ្យដឹងថាយោធាថៃបានប្រើ drone ហើយនឹងទម្លាក់គ្រាប់បែកក៏ដូចជាបាញ់ចូលគឺទីតាំងមួយគឺបឹងតកូនណានៅបឹងតកូនគឺក៏មានការបាញ់គ្នាផងដែរហើយថៃហ្នឹងក៏បានផ្លោងហើយនឹងទម្លាក់គ្រាប់បែកពី drone ចូលព្រៃច័ន្ទណាបឹងតកូនឥឡូវព្រៃច័ន្ទហើយមានភូមិជោគជ័យហើយនឹងមួយទៀតភូមិសាស្ត្រអូភ្លុកដំរីក៏ទាហានថៃបាញ់កំភ្លើងធំចូលដែរហើយនៅខាងភូមិសាស្ត្រឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ហ្នឹងក៏យោធាថៃបានចាប់ផ្ដើមវាយប្រហារដោយកំភ្លើងធំបាញ់ចូលភូមិសាស្ត្រនឹងផងដែរហើយនៅភូមិសាស្ត្រមួយទៀតគឺច្រកជ័យជំនះបាទច្រកជ័យជំនះហ្នឹងក៏ថៃបានប្រើ drone ដាក់គ្រាប់ហ្នឹងមកទម្លាក់ទៅលើនឹងផងដែរហើយនៅម៉ោងជាក់លាក់គឺម៉ោង12:28នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 បាទទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅភូមិសាស្ត្រភូមិប៉ោយសំរងឃុំប្រណិតព្រះស្រុកប្រណិតព្រះខេត្តបន្ទាយមានជ័យហើយនៅម៉ោង11:32នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 ហោះលើភូមិសាស្ត្រឃុំអូ3ជាន់និងភូមិសាស្ត្របឹងត្រកួនហើយនៅម៉ោង12:45នាទីយោធាថៃបានប្រើប្រាស់ drone បាញ់ផ្សែងពុលយ៉ាងច្រើនតាមបណ្ដោយព្រំដែនភូមិសង្គមថ្មីនិងភូមិឯកភាពឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់គឺឥឡូវនេះគឺបាញ់ផ្សែងពុលមានបាញ់ផ្សែងពុលបន្តទៀតហើយនៅម៉ោង15:14នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរក្រប់បានព្យាយាមរលចូលភូមិសាស្ត្រភូមិជោគជ័យបាទឥឡូវនេះដូចតែដឹងអញ្ចឹងគឺក្រោយពីទម្លាក់គ្រាប់បែកតាមយន្តហោះ drone ហ្នឹងផ្លោងដាក់ហ្នឹងបន្ទាប់ទៀតគឺបញ្ជូនជើងគោកឡើងបាទបញ្ជូនជើងគោកឡើងហើយណាបាទថ្មើរជើងឡើងហ្មងដោយមានកម្លាំងអមការពារគឺរក្រហ្នឹងបាទឥឡូវនេះភូមិសាស្ត្រជោគជ័យអញ្ចឹងអាហ្នឹងគឺប្រិមត្តបានដឹងគឺច្រកហ្នឹងគឺច្រកដែលផ្លូវគោកដែលអាចនឹងចូលបញ្ចូលថ្មើរជើងហើយមានការគ្រប់គ្រងពីរក្រោះរត់ពីដៃអីធនធ្ងន់នឹងបានច្រកផ្សេងទៀតដែលភ្នំនោះគឺអត់ទេអញ្ចឹងបានដូចដែលខ្ញុំបាននិយាយអញ្ចឹងគឺកម្ពុជានិងថៃនោះគឺច្រកដែលអាចចូលបាននោះមិនអត់គ្រប់មួយរៀមដៃ5ផងមិនរៀមដៃមួយចំហៀងផងបាទនៅម៉ោង15:19នាទីយោធាថៃបានផ្លោងចូលភូមិសាស្ត្រតំបន់អភិវឌ្ឍភ្នំឆាត់ចំនួន2គ្រាប់ស្ថិតនៅឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ
ហើយនៅម៉ោង 15:41 នាទីយោធាថៃប្រើប្រាស់យន្តហោះចម្បាំង F16 ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជានេះគឺជាការសង្ខេបរបស់ក្រសួងការពារជាតិណាអញ្ចឹងប្រិមិត្តចង់អានស្ដាប់បន្ថែមទៀតគឺទៅខាង Facebook របស់ក្រសួងការពារជាតិទៅបានឃើញបន្ថែមខ្ញុំគ្រាន់តែជម្រាបជូនប្រិមិត្តនៅពេលនេះដើម្បីឲ្យបានដឹងខ្លះសម្រាប់អ្នកដែលមិនទាន់បានដឹងណាហើយតើជាការបង្ហាញតើខ្ញុំចាប់អារម្មណ៍ទៅលើអ្វីផងដែរ